ចេះពីវិធីចាក់សោ account Telegram និងវិធីការពារសុវត្ថិភាពពីការលួច hack account Telegram របស់យើងអត់តោះទៅមើលវីដេអូនេះទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ Telegram ដូចនឹងស្រាប់ពេលឥឡូវហ្នឹងមានការលួច hack យក account ច្រើនមែនតើហើយមួយទៀតគឺយើងចង់រក្សាឯកជនភាពផ្ទាល់ខ្លួនអត់ចង់អ្នកណាមកឆែកមើលទូរស័ព្ទឆែក app របស់យើងជួនពេលយើងទៅបន្ទប់ទឹកយើងដាក់ទូរស័ព្ទចោលនៅកន្លែងសាធារណៈឬក៏ជួបជុំបងប្អូនមិត្តភក្តិអីច្រើនអញ្ចឹងអត់ចង់ឲ្យគេមកមើល app របស់យើងបងប្អូនអាចចាក់សោទៅលើ account Telegram របស់យើងចាក់សោ app មួយទៀតគឺចាក់សោសុវត្ថិភាពនៅក្នុង Telegram នឹងផ្ទាល់ពីការលួច hack តែម្ដងអញ្ចឹងបងប្អូនអាចចូលមកទស្សនានៅការចែករំលែករបស់នាងខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងដំបូងយើងមកមើលពីវិធីចាក់លេខកូដចាក់សោនៅលើ app Telegram យកដៃចុចលើ app នឹងឲ្យយូរនឹងលោតផ្ទាំងនេះឡើងអ្នកគ្នាចុចយកពាក្យ request passcode កន្លែងរូបមេសោចុចមកដល់កន្លែងនេះយើងរើសរក request passcode ទៀតហើយអ្នកគ្នាត្រូវចុចលេខកូដ6ខ្ទង់ដែលអ្នកគ្នាចាំចាចុចឲ្យចាំមកណាកត់ទុកផងอย่าភ្លេចអញ្ចឹងរាល់ពេលដែលយើងចុចអញ្ចឹងហើយឲ្យតែយើងចេញពី app នឹងមកវិញចូលទៅវិញគឺត្រូវវាយលេខកូដរហូតណាចាំមើលកញ្ញត់ឃើញទេចេញឲ្យតែចេញមកចូលទៅវិញគឺត្រូវវាយលេខកូដដាច់ខាតហ្មងអញ្ចឹងទុកទូរស័ព្ទចោលអត់មានណាឆែកបានទេឥឡូវយើងចូលមកដល់ជំហានចាក់លេខកូដចាក់ការពារសុវត្ថិភាពកុំឲ្យគេ hack បានតោះចូលមកកាន់ setting ហើយចុះទៅខាងក្រោមយកពាក្យ privacy and security កន្លែងមេសាចុចចូលមកដល់កន្លែងនេះចូលមកចាក់ជាន់ទី1សិនគេដាក់ passcode lock ចាចុចលើ passcode lock នឹងមកដល់កន្លែងនេះអ្នកគ្នាចុចពាក្យ turn passcode on ហើយចុចលេខកូដដែលអ្នកគ្នាចាំ6ខ្ទង់ចុចលេខអីលេខទៅអានេះខ្ញុំឧទាហរណ៍ទេចុច2ដងឲ្យដូចគ្នាណាចុច2ដងឲ្យដូចគ្នាចុចបានទេណាអញ្ចឹងអ្នកគ្នាមើលឲ្យលើគេបានន័យថាបើយើងចង់បិទលេខកូដនឹងវិញណាចុច turn off បើកន្លែង change passcode នេះគឺដូរលេខកូដកន្លែង auto lock នេះគឺយើងរើសនាទីរើសម៉ោងដើម្បីឲ្យ app នឹង lock បិទដោយខ្លួនឯង1នាទី5នាទីតែបញ្ជាក់បើចុចយកកន្លែងនេះរាល់1នាទីគឺបិទខ្លួនឯងបើអត់ចង់ដាក់ទេដាក់ disable មកអត់ lock ទេចេញមកវិញចូលមកដល់ជាន់ទី3ហើយតោះគេដាក់ two step verification ចុចមកដល់កន្លែងនេះចុចយកពាក្យ set ខាងក្រោមនេះពណ៌បៃតងហ្នឹងចុចចូលមកដល់ត្រង់នេះត្រូវចុចលេខកូដ2ខ្ទង់ដូចគ្នាបែរ2ខ្ទង់ហើយ2ជួរដូចគ្នាណាចុចលេខប្រមាណចុចទៅចុចអក្សរអីចុចទៅឲ្យតែចាំហើយពីលើក្រោមហ្នឹងឲ្យដូចគ្នាបន្តមកទៀតចុច create password មកដល់កន្លែងនេះអ្នកគ្នាចុចម្លងអត់អីទេមិនបាច់ដាក់ក៏បានដែរគេដាក់ skip នេះខាងក្រោម skip setting head ហ្នឹងណាអូខេចុចម្លងមកដល់កន្លែងនេះអ្នកគ្នាត្រូវវាយ email មួយដែលអ្នកគ្នាប្រើជាប្រចាំដាក់ email កន្លែងនេះបានន័យថាបើសិនជាយើងភ្លេចលេខកូដគឺយើងស្នើទៅ email ហ្នឹងគេនឹងផ្ញើមក email ហ្នឹងយើងយកលេខកូដបានវិញយល់ទេចាប្រើលេខកូដណាដែលយើងប្រើប្រចាំចុច continue ចូលមកដល់កន្លែងនេះលេខកូដ Telegram នឹងផ្ញើទៅ Gmail របស់យើងនេះយើងចូលមក Gmail យើងមកនេះចាំមើលតែក្រុមហ៊ុន Telegram នឹងផ្ញើលេខកូដមកឲ្យយើងផ្ទៀងផ្ទាត់ដើម្បីបើក two step ហ្នឹងតែម្ដងនេះឃើញទេយកលេខកូដ6ខ្ទង់ហ្នឹងហើយបាច់ភ័យលេខកូដនេះ account ណាក៏ប្រើអត់បានដែរក្រៅពី account យើង copy លេខកូដហ្នឹងលេខកូដ6ខ្ទង់របស់ Telegram ឃើញទេនេះម៉ោងមិញហ្នឹងឯងចាចេញមកវិញចូលមកកាន់ Telegram បន្តទៀតឃើញទេគ្រាន់តែចូលមកគឺវាយលេខកូដហ្មងpass លេខកូដដែល Telegram ផ្ញើមក Gmail មិញចូលទៅក្នុងហ្នឹងឲ្យត្រឹមត្រូវណាឲ្យត្រឹមត្រូវវាយខុសក៏អត់បានដែរនេះឃើញទេអញ្ចឹងចាក់ two step បានហើយឃើញ Telegram ផ្ញើសារមកឲ្យយើងនេះឃើញទេយើងបានចាក់ two step ហើយអីបន្តមកទៀតអ្នកគ្នាចុច return to setting ខាងក្រោមនេះទៅត្រឡប់ទៅ setting យើងវិញអញ្ចឹងបើមានអ្នក hack បានគឺចូលអត់បានទេគឺយើងចាក់ two step ហើយណាចូលមកដល់បន្តទៀតអ្នកគ្នាចាក់ជាន់ទី3នេះ pass key កន្លែងមេសោពណ៌ខៀវនេះចុចពាក្យ pass key ចាប៉ុន្តែបញ្ជាក់តិចកន្លែង pass key នេះបើយើងចាក់បានន័យថាលេខកូដហ្នឹងគឺចូលទៅក្នុង iCloud របស់យើងហើយណាចុចកន្លែងខាងក្រោមចុច add passcode password ហ្នឹងមក pass key សំទោសចាចុច add pass key នោះឃើញទេ Telegram គេដាក់ save ហ្នឹងឃើញអត់អញ្ចឹងលេខកូដរបស់យើងគឺ send ចូលទៅ pass key ហើយណាតែ send ឡើងហ្នឹងក៏ជាប់ជាមួយនឹង iCloud ដែរណាបើតាមកំណត់ខ្ញុំមិនបាច់ចាក់ pass key ហ្នឹងក៏បានដែរហ្នឹងហើយអូខេអញ្ចឹងប៉ុណ្្នឹងឯងឃើញទេចាក់ឡើង4ជាន់ព្រោះថាអ្នក hack account យើងបានក៏ក៏មិនដឹងយកទៅធ្វើអីការដែរព្រោះចូលអត់បានណាឃើញទេអញ្ចឹងតែប៉ុណ្្នឹងឯងអ្នកគ្នាមានចង្អុលអី comment ខាងក្រោមវីដេអូបានហើយបញ្ជាក់តិចបើចាក់ហើយត្រូវចាំខ្លួនឯងត្រូវកត់ទុកមិនមែនចាក់ហើយចូលខ្លួនឯងអត់បានទេណាអូខេអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៀតអរគុណ